ក្រសូមជូនរឿងនគរមាភាគទី21អេលីចុងក្រោយផុតយុគនេះត្រូវឃ្លាតអូនហើយប្រានត្រើយថែខ្លួនណាអូនៅពេលនេះក្នុងចិត្តអប្សរកាន់តែឈឺចាប់នាងស្អប់រៀមកាន់តែខ្លាំងនាងបានដាក់កំហុសទៅលើរៀមថារឿងគ្រប់យ៉ាងគឺមកពីរៀមបើគុំតែរៀមត្រឡប់មកវិញគ្រួសារនាងក៏មិនត្រូវប្រត់ប្រាស់គ្នាបែបនេះដែរតែនាងពិតជាមិនយល់តែហេតុអីបានជារៀមធ្វើយ៉ាងនេះចំពោះគ្រួសាររបស់នាងគ្រួសាររបស់នាងស្រឡាញ់រៀមណាស់ជួយផ្គត់ផ្គង់រៀមទើបរៀមគេមានថ្ងៃនេះតែលទ្ធផលការតបស្នងសងគុណរបស់រៀមបែរជាមកបំផ្លាញគ្រួសារនាងតែគ្រួសារនាងបានសាងបាបកម្មអីជាមួយរៀមហេតុអីបានជារៀមគេមកបំផ្លាញគ្រួសារនាងបែបនេះអំឡុងពេលនេះអប្សរនាងកាន់តែខូចចិត្តហើយស្អប់រៀមអប្សរបានខំខ្លួនឯងនៅក្នុងខ្ទមមិនព្រមឲ្យរៀមជួបមុខនាងនោះទេនៅពេលនេះគឺនាងពិបាកធ្វើចិត្តណាស់បើឃើញមុខរៀមគឺកាន់តែធ្វើឲ្យគេឈឺចាប់ចំណែកឯក្រវ៉ាន់ក៏ព្យាយាមលួងអប្សរសូមឲ្យអប្សរដោះលែងរឿងគ្រប់យ៉ាងក្រវ៉ាន់តែងតែនៅក្បែរអប្សរលួងលោមអប្សរនិងលើកទឹកចិត្តអប្សរជានិច្ចនាងបានលួងអប្សរថាលោកម្ចាស់និងលោកជំទាវនៅពេលនេះលោកទាំងពីរទៅបានសុខហើយលោកទាំងពីរពិតជាមិនចង់ឃើញអប្សរនៅសោកសង្រេងមានទុកជាប់ទ្រង់បែបនេះដែរហើយនាងព្យាយាមជួញយាយឲ្យរៀមនាងថារៀមក៏ឈឺចាប់ដែររៀមក៏ជាជនរងគ្រោះដែរយើងទាំងអស់គ្នាឈឺចាប់ប៉ុណ្ណារៀមគេក៏ឈឺចាប់ប៉ុណ្ណោះគេក៏រស់នៅទាំងគ្មានសេចក្តីសុខដូចគ្នាចំណែកឯរៀមនៅពេលដែលគេឃើញអប្សរឈឺចាប់យ៉ាងនេះគេក៏កាន់តែខូចចិត្តហើយគេក៏នៅតែបន្ទោសខ្លួនឯងថាគ្រប់យ៉ាងគឺជាកំហុសរបស់គេកំហុសដែលគេបានសាងវាពិតជាធ្ងន់ធ្ងរណាស់គេគ្មានសង្ឃឹមថាអប្សរនឹងព្រមរកលែងឲ្យគេនោះទេតែហេតុអីបានជាគេធ្វើទង្វើព្រៃផ្សៃបែបនេះគេពិតជាស្អប់ខ្លួនឯងណាស់ហេតុអីបានជាគេធ្វើឲ្យមនុស្សដែលគេស្រឡាញ់ត្រូវរស់នៅរងការឈឺចាប់យ៉ាងនេះគេពិតជាខ្មាស់ខ្លួនឯងគេគ្មានសង្ឃឹមថាអប្សរនឹងព្រមលើកលែងទោសឲ្យគេនោះទេព្រោះកំហុសដែលគេបានសាងវាពិតជាធំធេងណាស់រៀមគេពិតជាអស់សង្ឃឹមគេគ្មានសង្ឃឹមថានឹងទទួលបានឱកាសក្នុងការលុបលាងកំហុសនោះទេរៀមគេអស់សង្ឃឹមហើយគេសឹងតែបោះបង់ទៅហើយប៉ុន្តែបិចបានព្យាយាមនិយាយលើកទឹកចិត្តរៀមគេមិនគួរលះបង់បែបនេះទេត្រូវតែព្យាយាមឡើងគេជឿជាក់លើរៀមគេនឹងជួយផ្ដល់កម្លាំងចិត្តដល់រៀមគេជឿជាក់ថាអប្សរប្រកបជាព្រមបើកចិត្តព្រមស្ដាប់ហេតុផលហើយនឹងព្រមដឹកលែងឲ្យរៀមពេចព្យាយាមផ្ដល់កម្លាំងចិត្តឲ្យរៀមសូមឲ្យរៀមកុំចុះចាញ់ទៅទាំងបែបនេះអីទោះជាយ៉ាងណាក៏រៀមនៅមានក្រវ៉ាន់នៅមានពេជ្រដែលព្រមជឿជាក់លើរៀមគេពិតជាសប្បាយចិត្តណាស់ពេជ្រនៅតែជាបងប្អូនដ៏ល្អសម្រាប់គេពេជ្រនៅតែនៅក្បែរគេទោះបីជាកលៈទេសៈបែបណាក៏ដោយអំឡុងពេលដែលស្នាក់នៅក្នុងភូមិរៀមគេបានព្យាយាមជួយយកអាសាអ្នកភូមិដោយសារតែភូមិស្ត្រីមេម៉ាយគ្មានមនុស្សប្រុសនោះទេគឺមានសុទ្ធតែមនុស្សស្រីដូច្នេះហើយពេជ្រនិងរៀមមើលឃើញថាផ្ទះរបស់ពួកគេមួយចំនួនចាស់ទ្រុឌទ្រោមណាស់ទៅហើយផ្ទះខ្លះត្រូវការជួសជុលសាឡើងវិញទើបផ្ដល់សុវត្ថិភាពដល់អ្នកភូមិពេជ្រនិងរៀមគេបានជួយជួសជុលផ្ទះរបស់អ្នកភូមិ
អំឡុងពេលនោះដែររៀមក៏នៅតែព្យាយាមចូលក្បែរអប្សរគេមិនបង្ខំឲ្យអប្សរព្រមទទួលហើយនឹងលើកលែងទោសឲ្យគេនោះទេគេព្យាយាមធ្វើគ្រប់យ៉ាងឲ្យអប្សរមើលឃើញពីទឹកចិត្តរបស់គេក្រវ៉ាន់អប្សររៀមហើយនឹងពេជ្រគេបានជួយគ្នាដើម្បីជួសជុលផ្ទះរបស់អ្នកភូមិតែអប្សរនៅតែព្យាយាមមិននៅក្បែររៀមនោះទេអំឡុងពេលដែលរៀមគេកំពុងតែជួសជុលផ្ទះគេក៏នៅតែព្យាយាមចូលទៅក្បែរអប្សរតែអប្សរបានព្យាយាមដេញគេឲ្យចេញនៅពេលនោះរៀមក៏បានរអិលជើងដួលធ្វើឲ្យកំណាត់ឈើបានធ្លាក់សង្កត់លើគេនៅពេលនោះរៀមក៏សន្លប់បាត់ស្មារតីអប្សរនៅពេលដែលឃើញរៀមមានគ្រោះថ្នាក់បែបនេះនាងពិតជាភ័យខ្លាំងណាស់នាងបានស្រែកហៅក្រវ៉ាន់ហើយនឹងពេជ្រអ្នកទាំង3ក៏បាននាំរៀមត្រឡប់មកខ្ទមវិញដែលឃើញថានៅពេលនេះរៀមសន្លប់មិនដឹងស្មារតីហើយគេមិនដឹងថារៀមត្រូវគ្រោះថ្នាក់កន្លែងណានោះទេមើលទៅអប្សរនាងពិតជាព្រួយបារម្ភនឹងរៀមខ្លាំងណាស់ប៉ុន្តែនៅពេលនោះពេជ្រគេក៏បានសង្កេតឃើញថាក៏ពិតទៅរៀមគេមិនបានកើតអីនោះទេគេគ្រាន់តែធ្វើពុតជាសន្លប់តែប៉ុណ្ណោះនៅពេលនោះពេជ្រក៏បានព្យាយាមប្រាប់ទៅអប្សរថារៀមគេគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់អាចប៉ះពាល់ដល់ខួរក្បាលថាមិនត្រូវអាចភ្លេចការចងចាំផងគាត់ថាបាននៅពេលនោះអប្សរនឹងកាន់តែភ័យហើយនាងព្យាយាមយកថ្នាំមកលាបឲ្យរៀមទាំងការព្រួយបារម្ភរៀមនៅពេលដែលឃើញអប្សរនៅបារម្ភពីគេយ៉ាងនេះគេពិតជាសប្បាយចិត្តណាស់យ៉ាងហោចណាស់គេក៏ដឹងថានៅក្នុងចិត្តអប្សរគឺនៅតែមានគេគឺនៅតែព្រួយបារម្ភពីគេនៅពេលដែលអប្សរបានដឹងថាការពិតទៅរៀមគេគ្មានគ្រោះថ្នាក់អ្វីនោះទេគឺគេគ្រាន់តែធ្វើពុតជាសន្លប់តែប៉ុណ្ណោះគឺធ្វើឲ្យអប្សរគឺកាន់តែខឹងនាងបាននិយាយថាចរិតពុតរបស់រៀមនៅតែមិនកែនៅតែចង់មកបោកប្រាស់ទឹកចិត្តរបស់នាងទៀតតែការពិតទៅនៅក្នុងចិត្តអប្សរគឺនៅតែមានរៀមគឺនៅតែព្រួយបារម្ភពីរៀមជានិច្ចនៅពេលដែលអប្សរបានដឹងថារៀមគេគ្រាន់តែធ្វើពុតជាសន្លប់ប៉ុណ្ណោះក៏ពិតទៅគេមិនបានដងរបួសធ្ងន់អីនោះទេអប្សរក៏មានចិត្តខឹងនឹងរៀមដែលគេបានប្រើល្បិចដើម្បីបោកប្រាស់ទឹកចិត្តរបស់នាងដើម្បីធ្វើឲ្យនាងបង្ហាញការព្រួយបារម្ភនៅពេលនោះអប្សរនាងក៏ដើរចាក់ចេញទៅហើយនាងនៅតែមិនព្រមលើកលែងឲ្យរៀមនោះទេពេជ្រឃើញបែបនេះពេជ្រគិតថាគេគួរទៅជួយអ្វីម្យ៉ាងដល់រៀមនៅពេលដែលឃើញថាអប្សរនៅតែប្រកាន់ចិត្តខឹងហើយស្អប់រៀមបែបនេះពេជ្រគេក៏ចូលខ្លួនមកជួយនិយាយឲ្យរៀមពេជ្របានព្យាយាមពន្យល់អប្សរនិងរាយរាប់គ្រប់រឿងរ៉ាវដែលបានកើតឡើងគេសូមឲ្យអប្សរបើកចិត្តដើម្បីទទួលយកគេបានប្រាប់ទៅអប្សរថារៀមគេក៏ជាជនរងគ្រោះដែររឿងរ៉ាវគ្រប់យ៉ាងកើតឡើងដោយសារតែលោកគ្រូពេទ្យសក្តាគេគឺជាជនក្បត់ដែលបានចូលដៃចូលជើងជាមួយនឹងពួកចៅសញ្ញាគ្រុឌធ្វើជារនុកក្នុងហើយគេបានបង្កើតសាច់រឿងទម្លាក់កំហុសទៅលើអប្សរប្រមូលពោះតាងคล้ายមូលបង្កាច់អប្សរថាជាជនក្បត់ជាតិការពិតទៅគឺជាលោកគ្រូពេទ្យសក្តាដែលជាអ្នកមានទំនាក់ទំនងជារនុកក្នុងរបស់ពួកចៅព្រៃចំណែកឯជំទាវបុប្ផាក៏ត្រូវលោកគ្រូពេទ្យសក្តាដាក់ថ្នាំបំពុលរហូតធ្វើឲ្យជំទាវបុប្ផាខ្សោយពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់បាត់បង់ជីវិតបែបនេះហើយចំណែកឯរៀមក៏ត្រូវបានលោកគ្រូពេទ្យសក្តាដាក់ថ្នាំបំពុលរៀមដូចគ្នាគេបានធ្វើឲ្យរៀមវង្វេងស្មារតីហើយសុខភាពរៀមនៅពេលនោះក៏កាន់តែខ្សោយទៅខ្សោយទៅចំណែកឯសម្បត្តិដែលអប្សរតែងតែផ្ញើទៅរៀមក៏ត្រូវបានលោកគ្រូពេទ្យសក្តាប្រមូលយកទុកទាំងអស់ហេតុនេះហើយបាន
បានជារៀមគេមិនដែលទទួលបានសម្បត្តិពីអប្សរសំបីតែមួយច្បាប់នៅពេលដែលអប្សរបានដឹងរឿងទាំងនេះនាងពិតជាហួចចិត្តនឹងលោកគ្រូពេលសក្តាខ្លាំងណាស់ជាសាច់ឈាមតែបែកជាធ្វើខ្លួនជាដង្កូវក្នុងសាច់បំផ្លាញសាច់ញាតិខ្លួនឯងទៅវិញព្រមទាំងធ្វើជារនុកក្នុងដើម្បីបំផ្លាញជាតិសាររបស់ខ្លួនថែមទៀតតែអប្សរនាងក៏បាននិយាយថាចំពោះរៀមសម្បត្តិដែលនាងផ្ញើទៅរៀមទោះបីជាគេទទួលបានឬក៏មិនបានតើវាមានន័យអីទៅចុងក្រោយគេក៏នៅតែមិនជ្រើសរើសយកនាងនៅពេលដែលលើបែបនេះពេជ្រក៏បានប្រាប់ទៅអប្សរថាការរៀបការរបស់រៀមក៏ពិតទៅគេរៀបការទាំងបង្ខំដោយសារតែគេត្រូវគោរពតាមការសន្យារបស់សម្ដេចចៅពញាចាស់ដែលត្រូវជាឪពុកមេរបស់គេនៅពេលនេះអប្សរគេបានដឹងខ្លួនថាក៏ពិតទៅរៀមមិនបានក្បត់ចិត្តនាងនោះទេរៀមរៀបការដោយសារតែកាតព្វកិច្ចនិងជាប់ការសន្យាជាមួយនឹងសម្ដេចចៅពញាចាស់នៅពេលដែលបានដឹងរឿងគ្រប់យ៉ាងហើយអប្សរក៏បានហៅរៀមដើម្បីទៅនិយាយគ្នាអប្សរបានណាត់រៀមទៅនិយាយគ្នានៅឯជ្រោះក្នុងព្រៃអប្សរនាងបានហៅរៀមមកហើយនាងបានរាយរាប់ពីរឿងក្នុងចិត្តនាងបានប្រាប់ទៅរៀមពីការឈឺចាប់របស់នាងកន្លងមកនាងបានសួរទៅរៀមថាតើរៀមនៅចាំអនុស្សាវរីយ៍រវាងគេទាំងពីរដែរឬទេនាងប្រាប់ថានាងស្រឡាញ់រៀមណាស់នៅគ្រាមួយដែលរៀមទៅរំដោះអប្សរពីពួកចោរហើយត្រូវរបួសពួកគេរត់កាត់ព្រៃជាមួយគ្នាពេលនោះជាពេលដែលនាងស្រឡាញ់រៀមបំផុតគឺជាពេលដែលនាងខ្លាចបាត់បង់រៀមបំផុតរៀមគេថាគេចាំបានរឿងគ្រប់យ៉ាងគេពុំដែលភ្លេចនោះទេហើយអប្សរក៏បានប្រាប់ទៅរៀមថាតើរៀមដឹងទេថានាងឈឺចាប់ប៉ុណ្ណានៅពេលដែលនាងរងចាំប្តីត្រឡប់មកពីសមរភូមិវិញទាំងខ្លួនទម្ងន់ចិត្តគ្រប់ខែទៅហើយទាំងដែលនាងរងការជេរស្ដីនឹងទាពីអ្នកភូមិថានាងជាស្រីចង្រៃប៉ុន្តែនៅពេលដែលប្តីរបស់នាងត្រឡប់មកវិញបែរជានាំស្រីផ្សេងមកជាមួយតើរៀមដឹងទេថានាងឈឺចាប់ប៉ុណ្ណានៅពេលដែលលើអប្សររាយរាប់ពីការឈឺចាប់របស់នាងរៀមគេពិតជាសុំទោសគេសុំទោសគេមិនដែលមានបំណងថានឹងធ្វើឲ្យអប្សររងការឈឺចាប់ដល់ម្លឹងនោះទេតែអប្សរនាងក៏សុំទោសដល់រៀមវិញដែល16ឆ្នាំមកនេះនាងយល់ច្រឡំម្នាក់ឯងដែលចោទរៀមថារៀមបានក្បត់ចិត្តនាងនៅពេលដែលឃើញអប្សរព្រមបើកចិត្តស្ដាប់ហេតុផលហើយព្រមទទួលយកការពិតរៀមគេក៏ចាប់ផ្ដើមមានសង្ឃឹមហើយគេបានសុំអង្វរអប្សរឲ្យត្រូវគ្នាវិញគេសុំអប្សរឲ្យនាងត្រឡប់មករួមរស់ហើយពួកគេនឹងចាប់ផ្ដើមកសាងជីវិតសាជាថ្មីប៉ុន្តែអប្សរបានប្រាប់ទៅរៀមថានៅពេលនេះក្នុងចិត្តនាងគឺគ្មានសោមមនុស្សចេតនាប្តីប្រពន្ធទៀតនោះទេអ្វីដែលនាងចង់បាននៅពេលនេះគឺនាងគ្រាន់តែចង់ឃើញរាហុលកូនរបស់នាងហើយនឹងព្រះនគរទាំងមូលរស់នៅបានសុខសាន្តគឺនាងស្ងប់ចិត្តណាស់ទៅហើយចំពោះរឿងមនុស្សចេតនានាងមិនចង់គិតទៀតនោះទេ